បងប្អូនថ្ងៃនេះចង់មកប្រាប់បងប្អូនពីរបៀបស្លកកូរខ្មែរហ្នឹងគឺដោយលោកពិសិដ្ឋគាត់នឹងរៀបចំស្លកកូរខ្មែរហ្នឹងគាត់មានគ្រឿងសម្រាប់ស្លហ្នឹងមានបន្លែតកូរបាទមានខ្នុរមានល្ពៅមានល្ហុងមានអីចឹងទៅហើយនឹងគាត់ប្រើត្រីដែកយើងនេះត្រីនេះគឺគាត់ស្រោះទឹកស្អាតហើយទឹកក្តៅស្រោះឲ្យភាសាហើយបាទត្រីអណ្ដែងហើយនឹងសាច់ជ្រូក3ជាន់បាទមានសាច់ជ្រូក3ជាន់ដាក់តាមចំនួនមនុស្សតាមយើងដាក់បាទហើយមានកលីងយើងក៏មួយជាតិហើយនឹងគ្រឿងបុកហើយស្រាច់ហើយបាទយើងបុកគ្រឿងហើយស្រាច់ហើយនៅមានបន្លែបន្ថែមទៀតបាទយើងមានម្រះគៀដីស្លឹកគៀដីត្រួយគៀដីនិងខ្ទិះបាទបងប្អូនខ្ទិះចឹងបន្លែដែលយើងត្រូវប្រើប្រាស់យើងមានប៉ុណ្ណឹងមុខបាទហើយនេះគឺរបៀបស្លបងមកគាត់ដាក់ឆ្នាំងហើយគាត់ចាក់ខ្លាញ់បន្តិចទៅបាទដាក់ខ្លាញ់វាក្តៅបន្តិចបាទហើយយើងគាត់ដាក់ខ្ទឹមពងបាទហើយគាត់កូរខ្ទឹមនឹងឲ្យរៀងឈ្ងុយគាត់កូរខ្ទឹមនឹងរៀងឈ្ងុយបន្តិចមកបាទបន្ទាប់ពីខ្ទឹមបំពងរួចយើងដាក់គ្រឿងចូលបាទដាក់គ្រឿងចូលកូរវឹកចឹងមកឲ្យគ្រឿងនឹងឡើងរហូតដល់ឈ្ងុយបាទបងប្អូនរហូតដល់គ្រឿងនឹងឈ្ងុយបន្តមកទៀតយើងដាក់ប្រហុកចូលតាមចំណង់ចំណូលចិត្តបងប្អូនអ្នកខ្លះទៅគាត់ចូលប្រហុករៀងច្រើនតិចទៅចាស់ដៃទៅគាត់ដាក់ហើយសម្រាប់ចុងភៅលោកពិសិដ្ឋហើយសឿអញ្ចឹងក៏គាត់នេះគាត់ដាក់ត្រីចូលតពីដាក់ប្រហុកគោអីរួចរាល់គាត់ដាក់ត្រីចូលតពីដាក់ត្រីហើយគាត់ដាក់សាច់ជ្រូកចូលដាក់សាច់ជ្រូកហើយគាត់កូរបាទគាត់កូរបុកចឹងទៅបាទត្រីបាទគាត់ដាក់ត្រីចូលទៅបាទហើយគាត់ដាក់ត្រីចងកន្លះកែកចូលជីងទៀតហើយគាត់ដាក់ប៊ីចេងបាទហើយគាត់ប្រើស្ករសទេបាទគឺគាត់ប្រើស្ករត្នោតគាត់ត្រូវឈ្ងុយស្ករត្នោតវាឈ្ងុយទី1ទី2វាធម្មជាតិព្រោះជារបស់ខ្មែរយើងបាទហើយគាត់កូរបន្តទៀតចូលគ្រឿងថ្មីកូរគាត់ចាក់ទឹកតិចចូលដើម្បីឲ្យខ្លោចត្រីនិងសាច់ជ្រូកនិងគ្រឿងបាទបន្តមកគាត់ដាក់កលីងចូលបាទបន្តមកគាត់ដាក់បន្លែចូលផ្លុកបន្លែកកូរមានខ្នុរមានល្ហុងមានល្ពៅតែគួរបាទគឺបន្លែកកូរយើងទៅផ្សារតែគេថាបន្លែកកូរទៅគេចាប់ឆ្នៃឲ្យយើងហើយបាទបងប្អូនអញ្ចឹងយើងចាប់ដើមត្រឡប់បន្លែនឹងជាមួយសាច់ជាមួយសាច់ជ្រូកជាមួយសាច់ត្រីបាទឲ្យចូលជាតិ
បាទតមទៀតគាត់ថែមកលីងចូលកលីងយើងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់រកកោបងប្អូនបាទតែយើងដាក់តាមវគ្គតាមឃ្លាវាតិចដងសិនតមទៀតក៏ដាក់ទឹកចូលហើយបន្ទាប់មកយើងក្របទុកចោលមួយរយៈសិនបាទរហូតដល់ពុះឆ្អិនបន្លែបាទបងប្អូនឥឡូវហ្នឹងបន្លែរបស់យើងហ្នឹងរៀងឆ្អិនតិចហើយបងប្អូនបាទបន្ទាប់មកយើងថែមទឹកចូលបន្តិចទៀតមកវាខាប់ពេកបងប្អូនបន្តមកទៀតយើងចាប់ផ្ដើមដាក់បន្លែឃ្លីវចូលបងប្អូនមានទឹកម្រះបាទទីអីគេទីមានទីដាក់ទីចូលអូឃើញគាត់សក់ទឹកមាត់ដែរបងប្អូនហើយនឹងស្លឹកគៀដីបងប្អូនគៀដីខ្មែរយើងអាចទៅរកបាននៅផ្សារខ្មែរបាទស្លឹកគៀដីបាទបន្តទៀតយើងត្រឡប់បន្លែនឹងឲ្យវាទុនទៅបាទឲ្យវាសពតទៅហើយយើងក្របឲ្យស្ពតបន្លែនេះសិនបងប្អូនឲ្យឆ្អិនបន្លែឃ្យូដែលយើងទៅដាក់មុននេះបន្តិចនេះបាទបងប្អូនឥឡូវសម្លរបស់យើងគឺឆ្អិនរួចរាល់ហើយយើងអាចទទួលទានបានបងប្អូនបាទសូមអរគុណច្រើនចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណ